សូមគោរពអាយដាមដិតកិនភាប្រធានជាឋានតំណែងម្ដងរដ្ឋជាតិនៃរាជរដ្ឋាភិបាលកម្ពុជាលោកលុយអង្គតិចឆុងតំណាងមូលធិខនរដ្ឋអដេនអាប្រចាំប្រជាណាចក្រកម្ពុជាជាទីរាប់អានតំណាងអង្គទូតអាយដាមដិតភាចាដាមដិតលោកស្រីនាងកញ្ញានិស្សិតទាំងអស់ដែលបានជើញចូលរួមជាទីមេត្រីថ្ងៃនេះខ្ញុំមានកិត្តិយសនិងសេចក្តីរីករាយក្រៃលែងដែលបានជាឋានតំណែងម្ដងរដ្ឋជាតិរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញខ្ញុំថ្លែងសន្និដ្ឋានថាបើកនៅវេទិកាតំណែងម្ដងអន្តរជាតិលើកទី4ស្ដីពីគោលនយោបាយការបរទេសរដ្ឋតូចការទូតសន្តិភាពនិងការទូតបង្ការនេះពេលនេះខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់នៅកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីវិជាឋានតំណែងម្ដងរដ្ឋជាតិនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំរៀបចំវេទិកានេះជារៀងរាល់ឆ្នាំនេះលើកទី4ហើយខ្ញុំក៏តែងតែចូលរួមថ្លែងសន្និដ្ឋានថាបើកឬបិទជាជាប់លាប់ផងដែរដោយសារតែជំនាញខ្លួនឯងនឹងធ្វើការត្បិតតែធ្វើជាអគ្គលេខាធិការក៏ប៉ុន្តែជំនាញពិតប្រាកដរបស់ខ្លួនគឺភូមិសាស្ត្រនយោបាយបង្រៀនភូមិសាស្ត្រនយោបាយអញ្ចឹងពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិគឺមានចំណូលចិត្តបាទឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិខនរដ្ឋអដេនអាដែលបានចូលរួមសការឧបត្ថម្ភរៀបចំហើយខ្ញុំសូមគូសបញ្ជាក់ថាមូលនិធិខនរដ្ឋអដេនអានេះធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសវិទ្យាឋានម្ដងរដ្ឋជាតិកម្ពុជាអាយរិចនេះ20ឆ្នាំហើយក្នុងចំណែកនៃខនរដ្ឋនៅកម្ពុជា30ឆ្នាំអញ្ចឹងតំណងជាមួយរាជរដ្ឋាភិបាលកម្ពុជា20ឆ្នាំបាទហើយខ្ញុំនៅក្នុងចំណែកនោះជាមួយឯកឧត្តមដិតកិនភាតាំងពីស្គាល់គ្នាដំបូងពីច្បង6បាទជាឋានតំណែងម្ដងរដ្ឋជាតិសម្ពោធដាក់ឲ្យដំណើរការនៅឆ្នាំ2006ខែមេសាហើយចាប់ផ្ដើមមានព្រឹត្តិការណ៍ជាមួយគ្នាគ្រប់គ្រងដោយមូលនិធិខនរដ្ឋអដេនអានេះតែម្ដងបាទទៅលើច្រើនទស្សនវិជ្ជាបាទច្រើនទស្សនវិជ្ជាដែលយើងធ្វើជាមួយគ្នាហើយឥឡូវយើងនៅបន្តធ្វើជាមួយគ្នាទៀតបាទអញ្ចឹងស្គាល់គ្នាច្បាស់ធ្វើការជាមួយគ្នាក៏បានផលច្រើនសម្រាប់ប្រទេសយើងទាំងអស់គ្នាបាទនេះជាវេទិកាតំណែងម្ដងអន្តរជាតិទាំង3កន្លងទៅក៏ដូចជាវេទិកាព្រឹកនេះពិតជាបានផ្ដល់គុណតម្លៃសម្រាប់ការចែករំលែកទស្សនវិស័យការវិនិច្ឆ័យបែបគរុសភា Academic Debate និងការបង្កើតនៅគំនិតថ្មីនវានុវត្តន៍រៀបចំគោលនយោបាយការបរទេសនិងការទូតសម័យថ្មីរបស់រដ្ឋតូចនាសតវត្សទី21នេះឯកឧត្តមលោកមន្ត្រីលោកស្រីនាងកញ្ញាភ្ញៀវជាតិអន្តរជាតិជាទីមេត្រីប្រធានបទតំណែងតំណងអន្តរជាតិឆ្នាំនេះពិតជាមានសារៈសំខាន់និងទាន់ពេលវេលាខណៈពិភពលោកបច្ចុប្បន្នជាពិសេសរដ្ឋតូចដូចជាយើងនេះកំពុងប្រឈមនឹងបញ្ហាសន្តិសុខនិងការអភិវឌ្ឍដ៏ស្មុគស្មាញដែលបណ្ដាលមកពីការប្រកួតប្រជែងដ៏ស្រួចស្រាលនិងការគំរាមកំហែងឆ្លងដែននិងភាពមិនប្រកបវិជ្ជារបស់សកលលោកបច្ចុប្បន្ននេះយើងកំពុងតែរស់នៅក្នុងពិភពលោកមួយដែលសម្ដាប់ធ្នាប់ពិភពលោកកំពុងតែប្រែប្រួលគួរឲ្យព្រួយបារម្ភខ្លាំងមែនទែនបណ្ដារដ្ឋខ្លាំងមួយចំនួនហាក់ដូចមិនសូវឲ្យតម្លៃច្បាប់អន្តរជាតិក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិដែលធ្វើឲ្យអង្គការសកលមួយនេះដែលកំពុងតែធ្លាប់ជាខ្នងបង្អែកនិងផ្ដល់ភាពកក់ក្ដៅសម្រាប់រដ្ឋបណ្ដារដ្ឋជាសមាជិកទាំងអស់ក៏ដូចជាពិសេសរដ្ឋតូចនិយាយចំដូចកម្ពុជាជាដើមបានប្រែក្លាយទៅជាវេទិកាដែលបណ្ដារដ្ឋខ្លាំងប្រើប្រាស់ដើម្បីប្រជែងឥទ្ធិពលយុទ្ធភូមិសាស្ត្ររៀងខ្លួនដែលធ្វើឲ្យមានការលំបាកស្មុគស្មាញកាន់តែច្រើនជាទស្សនៈខ្ញុំយល់ថាការប្រជែងគ្នាការរីកចម្រើនការអភិវឌ្ឍរបស់បណ្ដាប្រទេសទាំងអស់យើងមិនអាចទប់ឬក៏ហាមឃាត់ទេក៏ប៉ុន្តែ
សូមកុំឲ្យការប្រជែងទាំងអស់នោះទៅជាការចង្អុលបង្ហាញបង្គាប់បញ្ជាទៅរដ្ឋទុនខ្សោយបាទតូចនេះពេលនេះគឺយើងចង់និយាយទុនខ្សោយចឹងកាលណាចង្អុលបង្ហាញទៅដល់រដ្ឋទុនខ្សោយនោះជំងឺលាប់នៃសង្គ្រាមត្រជាក់វាកើតឡើងហើយចឹងយើងលើកទឹកចិត្តឲ្យមានការរីកចម្រើនព្រមគ្នាបាទដោយជិះវៀងឲ្យខានតែបាននៅការចង្អុលបង្ហាញបាទនេះជាចំណែកដ៏សំខាន់មួយដែលយើងត្រូវពិចារណាទាំងអស់គ្នាបាទយើងត្រូវការ super power ត្រូវការប្រទេសមហាអំណាចក៏ត្រូវការយើងពីព្រោះលក្ខខណ្ឌភូមិសាស្ត្រនយោបាយប្រទេសតូចប៉ុន្តែលក្ខខណ្ឌភូមិសាស្ត្រនយោបាយគឺជាតម្រូវការចាំបាច់របស់ super power អញ្ចឹងបំពេញគ្នាទៅវិញទៅមកដូច្នេះត្រូវរីកចម្រើនព្រមគ្នាខ្លាំងព្រមគ្នាបាទมันអាចចន្ទុលភូមិសាស្ត្រនយោបាយនៅកន្លែងណាមួយដែលជាចន្ទុលភូមិសាស្ត្រនយោបាយរបស់មហាអំណាចខ្ញុំនិយាយចឹងទៅបើទុនខ្សោយចន្ទុលនោះភូមិសាស្ត្រនយោបាយនៅតំបន់នោះវាអត់មាំទេអញ្ចឹងត្រូវតែឲ្យវាមាំព្រមគ្នាបាទមាំព្រមគ្នាស្នាប់ធ្នាប់ពិភពលោកសកលដែលមានលក្ខណៈរៀបរយក្រោយសង្គ្រាមលោកលើកទី2ឥឡូវនេះហាក់ដូចជាមាននិន្នាការរុះរើពីមុនរៀបរយឥឡូវវារុះរើទៅតាមស្ថានភាពជាក់ស្ដែងនៃការប្រកួតប្រជែងដោយតែយើងបានលើកខាងដើមហ្នឹងបាទខ្ញុំអត់ថាប្រទេសណាមួយរុះរើទេគឺនិន្នាការរុះរើនិន្នាការសកលរុះរើស្នាប់ធ្នាប់ហ្នឹងអញ្ចឹងទៅយើងជារដ្ឋតូចកម្ពុជាជាចំមកបាទត្រូវតែប្រឹងឲ្យខ្លាំងនៅក្នុងសភាពការនៃការរុះរើសម្រាប់នាំពិភពលោកនេះបើមិនខ្លាំងទេស្ថិតក្នុងកម្មវត្ថុនៃការរុះរើណាបងប្អូននិស្សិតប្រឹងមកទីនេះបាទឥឡូវនេះយើងឃើញថាការរង្គោះរង្គើសម្រាប់នាំពិភពលោកមានពេញសកលទ្វីបទាំងឡាយគ្មានទ្វីបណាមួយមិនរងការរុះរើទេដោយសារសង្គ្រាមតាំងពីមជ្ឈិមបូព៌ាអឺរ៉ុបខ្លួនឯងបាទអាស៊ានដែលជាអង្គការតូចអង្គការតំបន់តូចមួយធ្លាប់តែមានហាម៉ាណាយធ្លាប់តែមានសុខដុមនឹងគ្នាឥឡូវប្រឈមនឹងបញ្ហាប្រឈមនឹងការរុះរើជាពិសេសបញ្ហាថ្មីកម្ពុជានិងថៃហើយមានអ្នកខ្លះចេះតែរុញបញ្ហាភ្ជាប់នឹងភូមិសាស្ត្រនយោបាយខ្ញុំតែនិយាយច្រើនវេទិកាថាកុំឲ្យភ្ជាប់បញ្ហាកម្ពុជាថៃនឹងទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយជាគំរូមិនល្អទេវាខ្ទេចប្រទេសខ្ទេចហ្មងបងប្អូននិស្សិតក្មួយនិស្សិតអាចមិនជឿណាការប្រជែងភូមិសាស្ត្រនយោបាយយើងចង់និយាយដល់ការប្រជែងនៃអំណាចនយោបាយរបស់សកលលោកហើយនាំដោយមហាអំណាចអញ្ចឹងប្រជែងគ្នាកម្ពុជាអត់ផលិតអាវុធទេតែបើមានការប្រជែងគ្នានឹងមានអាវុធតែដល់បាញ់ទៅវាខ្ទេចអាទាំងអស់គ្នានឹងមិនមែនខ្ទេចតែកម្ពុជាណាកម្ពុជាស្រឡាញ់សន្តិភាពប៉ុន្តែសន្តិភាពមិនអាចដូរជាមួយការបាត់បង់អធិបតេយ្យទេអំណាចធិបតីវិជ្ជាម្សិលមិញខ្ញុំក៏យល់ស្របនឹងតែងតែលើកឡើងចំណុចនេះដែរគ្មានប្រទេសតូចណាមួយសុខចិត្តរក្សាសន្តិភាពដោយបាត់ទឹកដីទេស្មើនឹងកាត់ដៃកាត់ជើងខ្លួនឯងអ្នករៀនភូមិសាស្ត្រនយោបាយដឹងហើយអត់មានទេគ្មានប្រទេសណាគេធ្វើអញ្ចឹងទេអញ្ចឹងហើយសូមអ្នកវិភាគអ្នកសិក្សាស្រាវជ្រាវអ្នកផ្ដល់ទស្សនៈនយោបាយសង្គមកុំព្យាយាមអូសប្រទេសនេះចូលអូសប្រទេសនោះចូលប្រទេសណាក៏មិនចាំបាច់អូសចូលដែរអញ្ចឹងហ្នឹងបញ្ហាជាឧទាហរណ៍នៃកម្ពុជាថៃហ្នឹងកុំអូសគេចូលខំប្រឹងដល់ខ្លួនឯងទៅបាទខំប្រឹងដល់ខ្លួនឯងទៅបាទចូលក្នុងនាមអន្តរការីជួយសម្របសម្រួលប៉ុន្តែកុំអូសចូលពាក់ព័ន្ធឲ្យសោះមិនល្អទេបាទម្ដងទៅថាប្រទេសនេះជួយមិនប្រទេសនោះមិនជួយមានអ្នកខ្លះថាអញ្ចឹងហើយយើងរស់ដើម្បីតែគេជួយយ៉ាងម៉េចត្រូវជួយខ្លួនឯង
បើយើងនិយាយថាម៉េចនេះមិនជួយនោះមិនជួយចឹងយើងកើតមកទឹកដីនឹងរស់ដើម្បីគ្រាន់តែឲ្យគេជួយនឹងទស្សនៈបែបហ្នឹងមិនត្រឹមត្រូវទេបាទគេជួយធ្លាប់រៀនធ្លាប់អានអក្សរសិល្ប៍បុរាណខ្មែរទេតែចកចែកត្រីសាច់ត្រីភេចែកចុះចែកឡើងអាភេទាំងពីរវាអត់ព្រមចែកគ្នាដាច់តែចកចែកមកទៅចកយកច្រើនជាងចឹងត្រូវរស់ជួយដោយខ្លួនឯងគេគឺជាអន្តរការីនឹងដៃគូអភិវឌ្ឍបាទកុំជួយគ្រប់រឿងដែលនាំទៅបាត់បង់អធិបតេយ្យណាបាត់បង់អធិបតេយ្យសំខាន់ណាការសម្រេចចិត្តនយោបាយអន្តរជាតិគឺជារឿងសំខាន់ណាប្រទេសថៃផ្ដល់ការសម្រេចចិត្តអន្តរជាតិឲ្យទៅយោធាគ្មានប្រទេសណាធ្វើអញ្ចឹងទេវាប៉ះពាល់ដល់អធិបតេយ្យប្រទេសគេពីព្រោះយោធាមិនមែនជាអ្នកសម្រេចចិត្តនយោបាយអន្តរជាតិទេយោធាគឺការការពារអធិបតេយ្យតាមនយោបាយរបស់រដ្ឋាភិបាលដល់ទៅពេលយើងឲ្យយោធាទៅសម្រេចចិត្តនយោបាយអញ្ចឹងអ្នកនយោបាយធ្វើអីអញ្ចឹងប្រទេសហ្នឹងច្បោកច្បល់ហើយខ្ញុំមិនចង់ប្រើពាក្យមិនសូវពីរោះនៅទីនេះក្នុងបរិបទនេះខ្ញុំសូមទាញចំណាប់អារម្មណ៍បន្តិចតើរដ្ឋសមាជិកតូចមានផ្ទៃដីតូចប្រជាជនតិចសេដ្ឋកិច្ចខ្សោយកម្លាំងយោធាក៏មានកម្រិតរដ្ឋតូចត្រូវបានគេប្រើជាការទូតឧបករណ៍សម្រាប់សំខាន់បំផុតសម្រាប់ការរក្សាអធិបតេយ្យសន្តិភាពស្ថិរភាពសុភមង្គលជាតិនិងនិរន្តរភាពក្នុងភាពជារដ្ឋតូចប្រកបដោយធម្មភាពបាទគោលការណ៍គ្រឹះនៃនយោបាយការបរទេសរបស់រដ្ឋតូចគួរតែផ្អែកទៅលើចំណុច3ដូចខាងក្រោមនេះ3ខាងក្រោមសំខាន់ទី1គឺការរក្សាសន្តិភាពស្ថិរភាពនិងភាពជារដ្ឋអធិបតេយ្យរបស់ខ្លួនបាទដូចខ្ញុំបានលើកអំបញ្ញមិញត្បិតតែរដ្ឋតូចទុនខ្សោយប៉ុន្តែយើងត្រូវតែរក្សានៅអធិបតេយ្យរបស់យើងជាចាំបាច់มันអាចរងការប្រមាថឬក៏មានទស្សនៈនយោបាយដែលមិនល្អថាត្រូវបោះបង់ចេញចុះឲ្យអត់មានទេมันអាចទេយុគសម័យសតវត្សទី21នេះมันអាចអញ្ចឹងទេទី2ការចូលរួមយ៉ាងសកម្មនៅក្នុងយន្តការនៃកិច្ចវត្តការពហុភាគីនិងអង្គការអន្តរជាតិនានាបាទកម្ពុជាបានចូលរួមយ៉ាងសកម្មប្រមុខរដ្ឋាភិបាលរបស់យើងតែងតែលើកនិងចូលរួមជាក់ស្ដែងយើងជាប្រទេសដែលអន្តរជាតិជ្រោមជ្រែងស្វែងរកសន្តិភាពឲ្យកម្ពុជាអង្គទូតនៅទីនេះសុទ្ធតែចូលរួមពាក់ព័ន្ធជួយរកសន្តិភាពសុទ្ធតែតំណាងប្រទេសដែលបានចូលរួមស្វែងរកសន្តិភាពឲ្យកម្ពុជាបាទយើងសូមអរគុណនិងកត់សម្គាល់ជាអតិបរមាឥឡូវយើងក៏ជាប្រទេសដែលជ្រោមជ្រែងសន្តិភាពដែរស្វែងរកសន្តិភាពឲ្យសកលបាទយើងតែងតែបញ្ជូនកងទ័ពមុខខៀវចូលរួមយើងតែងតែជំរុញឲ្យកម្ពុជាឲ្យពិភពលោកគោរពគោលការណ៍ជាអន្តរជាតិគោរពធម្មនុញ្ញអង្គការសហជាតិនិងការគោរពគ្នាទៅវិញទៅមកនេះជាទស្សនៈនយោបាយការបរទេសកម្ពុជាអញ្ចឹងប្រទេសមិត្តភ័ក្តិជាអន្តរជាតិទាំងអស់ចូលរួមជ្រោមជ្រែងកម្ពុជាមានន័យស្មើចូលរួមជ្រោមជ្រែងសន្តិភាពសកលបាទអញ្ចឹងយើងសូមអរគុណនៅចំណុចហ្នឹងទី3ការប្រើអំណាចទុនគឺជាដូចជាវប្បធម៌ការទូតចំណេះដឹងវិទ្យាសាស្ត្រជាដើមដើម្បីជំរុញភាពជាដៃគូសន្តិភាពវិបលភាពនិងការអភិវឌ្ឍបាទនេះជាជំរើសសំខាន់ណាស់ការប្រើអំណាចទុន soft power គឺវប្បធម៌ការទូតច្បាប់អន្តរជាតិជាគោលការណ៍គ្រឹះ
សម្រាប់ប្រទេសដូចយើងហើយខ្ញុំយល់ថាมันត្រឹមតែប្រទេសតូចទេប្រទេសធំប្រើទាំងព្រម hard power and soft power បាទទាំងអំណាចយើងនិយាយខ្មែរថាអំណាចរឹងអំណាចទន់វាបាក់ស្ដាប់បន្តិចនិយាយចឹងថាមិនដឹងថាឯកឧត្តមដិតកិនភាបកនៅក្នុងពាក្យចែកសាប់នយោបាយអំណាច hard power ហ្នឹងថាមិនឡើយខ្ញុំបានមើលមិនមែនថានេះទេអត់បានមើលខ្លួនឯងអត់បានចាំអំណាចរឹងចឹងហ្នឹងបាទអំណាចរឹងហើយប៉ុន្តែនឹងមានបញ្យលជាសន្តានុក្រមបាទគឺអំណាចរឹងហ្នឹងសំដៅទៅលើយោធាអំណាចដាក់ទណ្ឌកម្មនយោបាយអំណាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចអំណាចរឹងបាទហើយកម្ពុជាធ្លាប់ទទួលហើយបាទធ្លាប់ទទួលហើយហើយសូមកុំដាក់មកកម្ពុជាទៀតអត់មានអីត្រូវដាក់ទេបើមានដោះចែកអស់ហើយប្រើអំណាចទុនជាមួយគ្នាដោះស្រាយជាមួយគ្នាទៅចែកគ្នាបាទ harmonize ស្វែងរកសុខដុមសកលជាមួយគ្នាបាទកម្ពុជាតែងតែរីករាយស្វាគមន៍នៅការងារទាំងអស់នេះហើយខ្ញុំតែនិយាយថាយើងខាងក្រោយនេះនឹងនិយាយអំពីពាក់ព័ន្ធនឹងណែមាត្រា53របស់យើងនឹងគឺយើងតែងតែតម្កល់តុល្យភាពនយោបាយការបរទេសដោយមិនងាករេទៅខាងណាមួយទេសូមកុំបារម្ភថាកម្ពុជាទៅណាមកណាអាយដាមលោកទាលោកស្រីនាងកញ្ញាភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិកម្ពុជាក្នុងឋានៈជារដ្ឋតូចយើងតែងប្រកាន់ខ្ជាប់នៅគោលការណ៍នយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបកសម្ព័ន្ធដោយដែលខ្ញុំបានលើកអំបញ្ញមិញស្របតាមមាត្រា53នៃរដ្ឋធម្មនុញ្ញប្រជាជាតិកម្ពុជាឆ្នាំ93រហូតមកទល់បច្ចុប្បន្ននេះគឺយើងនៅតែប្រើប្រាស់និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញចង្អុលបង្ហាញគោលនយោបាយការបរទេសរបស់យើងច្បាស់លាស់និងកំណត់តុល្យភាពបាទមាត្រា53នេះកំណត់ច្បាស់លាស់នៅគោលការណ៍គ្រឹះនយោបាយការបរទេសនិងគោលការណ៍គ្រឹះនៃការរក្សាខ្លួនក្នុងការប្រជែងយុទ្ធពលអសន្ទុះយុទ្ធភូមិសាស្ត្រនយោបាយ Geostrategic របស់មហាអំណាចក៏ដូចជាបណ្ដាមហាអំណាចមធ្យមដែរបាទគឺការប្រជែងយុទ្ធភូមិសាស្ត្រនយោបាយនេះគឺជាចំណុចខ្លាំងមួយទៀតការប្រជែងយុទ្ធភូមិសាស្ត្រនេះគឺសំដៅទៅដល់ការប្រជែងអំណាចយោធានៅក្នុងសកលលោកក្មួយនិស្សិតអាចឆ្ងល់ថាខ្ញុំមិនបានប្រជែងអំណាចយោធាមកនិយាយដល់កម្ពុជាលើសពីកម្ពុជាទៀតការប្រជែងអំណាចយោធានិងអំណាចនយោបាយដែលក្តោបនៅក្នុងនិយមន័យយុទ្ធភូមិសាស្ត្រនយោបាយ Geostrategic បាទអំណាចរដ្ឋនីមួយលាតសន្ធឹងតាមអំណាចយោធានិងនយោបាយបាទអញ្ចឹងបើយើងមិនរក្សានៅមាត្រា53នឹងបានទេវាមានបញ្ហាទីហោដូចជាខ្ញុំលើកទីហោណាតែរឿងវារំលងហើយបញ្ហាផែរៀមអីជាដើមកម្ពុជានិយាយដដែលទាំងទង្វើទាំងការបង្ហាញច្បាស់លាស់តែនៅតែមានអ្នកទាញចូលនៅក្នុងការប្រជែងយុទ្ធភូមិសាស្ត្រហ្នឹងតែតាមពិតអត់មានទេហ្នឹងហើយដែលទីហោដល់ក្មួយហើយលោកមិនយល់យុទ្ធភូមិសាស្ត្រហ្នឹងបាទគេខ្ចីយើងជាសៃវៀនភូមិសាស្ត្រនយោបាយអញ្ចឹងបើយើងមិនប្រយ័ត្នទេវាធ្លាក់នៅក្នុងសៃវៀននោះហើយវានាំមានបញ្ហាហើយវាជាប់ពាក់ព័ន្ធនឹងបណ្ដារដ្ឋអាស៊ានយើងជាច្រើនទៀតបាទដូច្នេះកន្លែងនេះខ្ញុំចង់គូបញ្ជាក់ថាកម្ពុជារក្សាលំនឹងច្បាស់លាស់ក្នុងនយោបាយការបរទេសរបស់ខ្លួនបាទហើយប្រកាន់ដូច្នេះជានិច្ចព្រោះយើងរាប់អានមិត្តទាំងអស់ត្បិតតែយើងបាននិយាយថាមានជំងឺឡំនៃសង្គ្រាមត្រជាក់ប៉ុន្តែវាមិនមានសង្គ្រាមត្រជាក់ពិតប្រាកដទេអញ្ចឹងការចែកពូលពិតប្រាកដមិនមានទេ
បាទគ្រាន់តែជានិន្នាការចឹងយើងកុំឲ្យនិន្នាការហ្នឹងคล้ายជាការពិតបានពិបាកណាស់ពិបាកមែនតើក្មួយឪពុកម្ដាយក្មួយអង្គុយទីនេះអាចរស់នៅក្នុងសម័យកាលសង្គ្រាមជែកដូចខ្ញុំនិងអ្នកទៀតពិបាកណាស់កំណត់ព្រំដែនមិនត្រឹមតែព្រំដែនប្រទេសទេព្រំដែនចិត្តព្រំដែនចិត្តមែនរាប់អានអ្នកផ្សេងអត់បានឲ្យស្រឡាញ់តែមួយហ្នឹងចង់រស់ស៊ីជាមួយប្រទេសកាលនោះយើងនៅប្លុកមួយតាមនិយាយចំប្លុកសង្គមនិយមចង់តាក់តងប្លុកមូលធនអត់បានដើម្បីបានប្រើរបស់របរជីកង់ទីហៅថាកង់មកពីប្លុកមូលធនហ្នឹងតើតែនាំកិច្ចពន្ធហ្នឹងតាមថៃហើយបាទកិច្ចពន្ធហ្នឹងបានកង់ជប៉ុនកង់អីចឹងទៅពិភពមូលធនកង់អីណាមកជីព្រោះអញ្ចឹងហើយបានតែរបស់សង្គមនិយមប្រើសំបីតែសាប៊ូកំសត់ណាត្រូវបានហុំព័ន្ធពីប្លុកមួយទៅប្លុកមួយអញ្ចឹងកុំស្រមៃឲ្យជំងឺលាប់សង្គ្រាមត្រជាក់ហ្នឹងកើតឡើងឲ្យសោះបាទកម្ពុជាមិនសាទរដាច់ខាតចឹងសូមមេត្តាមហាអំណាចទាំងអស់កុំចង្អុលបង្ហាញថាធ្វើអញ្ចេះតាមខាងនេះកុំតាមខាងនោះអីកម្ពុជាផ្ដល់ជាតាមរយៈធម៌មនុញ្ញ53របស់ខ្លួនគឺស្វាគមន៍មហាអំណាចទាំងអស់ជាដៃគូទាំងអស់បាទសម្រាប់វឌ្ឍនភាពរួមគ្នាគោលបំណងចម្បងរបស់កម្ពុជាក្នុងនយោបាយការបរទេសនិងការទូតគឺដើម្បីថែរក្សាសន្តិភាពសន្តិសុខស្ថិរភាពនយោបាយអធិបតេយ្យឯករាជ្យបូរណភាពទឹកដីនិងសណ្ដាប់ធ្នាប់សង្គមដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរមនុស្សជាតិវិបលភាពសេដ្ឋកិច្ចនិងដើម្បីកាត់បន្ថយភាពក្រីក្រដោយធ្លាប់ជាប្រទេសដែលរងគ្រោះដោយសង្គ្រាមដូច្នេះកម្ពុជាតែងប្រកាន់យកការដោះស្រាយចំនួននានាជាពិសេសចំនួនព្រំដែនជាមួយថៃបច្ចុប្បន្នដោយសន្តិវិធីដោយឈរលើយន្តការការទូតនិងច្បាប់អន្តរជាតិដោយដែលប្រមុខការទូតកម្ពុជាទើបតែបានលើកឡើងថ្មីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានលើកឡើងថាកិច្ចខិតខំប្រឹងប្រែងរបស់យើងដែលធំជាងគេគឺបញ្ជាសង្គ្រាមមិនមែនយើងមិនហ៊ានធ្វើសង្គ្រាមនោះទេតែយើងដឹងថាសង្គ្រាមបង្កវិនាសកម្មយើងក៏មិនមែនជាអ្នកចង់បានដីពីណាដែរហើយយើងក៏មិនមែនជាអ្នកធ្វើសង្គ្រាមដើម្បីដណ្ដើមទឹកដីអ្នកណាដែរយើងត្រូវបង្ខំចិត្តកាន់អាវុធដើម្បីការពារបូរណភាពទឹកដីរបស់យើងប៉ុណ្ណោះយើងធ្វើប៉ុណ្ណឹងហើយយើងនៅមិនបានសុខទៀតនេះជា quote របស់ដកស្រង់របស់គាត់ទេបាទប៉ុន្តែស្របនឹងទស្សនៈនយោបាយតាមធម្មនុញ្ញរបស់កម្ពុជាដូច្នេះដែរណាហើយខ្ញុំក៏ស្របនឹងដែរយើងនិយាយច្រើនបាទដូចខ្ញុំបាននិយាយខាងដើមនៃសន្ទរកថាខ្ញុំបាញ់មិញថាយើងទង់ខ្សោយប៉ុន្តែសន្តិភាពមិនដោះដូរនឹងការបាត់បង់ទឹកដីណាមួយទេបាទយើងនិយាយបែបនេះពាក្យថាបាត់បង់វាមានគោលសម្រាប់ប្រើហេតុអីបាននិយាយពាក្យថាបាត់បង់បានពីព្រោះគោលដែលយើងប្រើសម្រាប់កម្ពុជាគឺសន្ធិសញ្ញាបារាំងសៀម1907ដែលមានផែនទីអមសន្ធិសញ្ញានោះដូច្នេះសន្ធិសញ្ញានេះបានចង្អុលបង្ហាញរួចស្រេចបាច់ទៅហើយនៅព្រំដែនជាអន្តរជាតិជាមួយថៃចឹងបើកាលណាគេចូលហួសបន្ទាត់ព្រំដែននេះមានន័យថាបំពេញអធិបតេយ្យកម្ពុជាហើយនេះជាគោលសំអាងមិនមែននិយាយដល់គ្មានសំអាងទេបាទអញ្ចឹងកាលណាចូលផុតហ្នឹងគឺកម្ពុជាប្រើពាក្យថា
ឆ្លៀនពៀនណៃបំពៀនណៃប្រមុខដឹកនាំអ្នកនយោបាយមិនសូវប្រើតែសម្រាប់បញ្ញវន្តគេប្រើដោយសារតែយើងចង់បង្ហាញការពិតរីឯអ្នកនយោបាយចង់ថ្នមសភាពការច្រើនជាងប៉ុន្តែគេឆ្លៀនពៀនហើយចឹងវាយកអាគោលហ្នឹងឲ្យយកមកគិតណាបាទយកមកគិតបាទអាយដាមលោកមន្ត្រីលោកស្រីនាងកញ្ញាភ្ញៀវជាតិអន្តរជាតិចំពោះមុខការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់និងពិភពលោកឥតឈប់ឈរប្រកបដោយភាពស្មុគស្មាញរដ្ឋធំហាក់កំពុងកំណត់ជោគវាសនារដ្ឋតូចបាទគេទៅសេនេះរៀងច្បាស់បន្តិចច្បាស់តែខ្ញុំចង់និយាយថាត្រឹមតែចង្អុលបង្ហាញថាអញ្ចេះថាអញ្ចោះតែពេលសេនេះគឺថាកំណត់តែម្ដងប៉ុន្តែយើងមើលឃើញអញ្ចឹងដែរបាទកំណត់បាទតែវាច្បាស់ពេកកំណត់ជោគវាសនារដ្ឋតូចតែទន្ទឹមនឹងនោះរដ្ឋតូចកំពុងតែធ្វើកិច្ចវត្តការពហុភាគីដោយផ្អែកលើការធ្វើការទូតសន្តិភាពនិងការបដិញ្ញាចិត្តយ៉ាងមុតមមដើម្បីរក្សាសន្តិភាពដែលជាឧទាហរណ៍ដ៏សំខាន់សម្រាប់ធានាអធិបតេយ្យសន្តិសុខនិងវិបុលភាពរបស់ខ្លួនការទូតសន្តិភាព peace diplomacy និងការទូតបង្ការ preventive diplomacy គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចជួយឲ្យរដ្ឋតូចទប់ស្កាត់ចំនួនមុនដែលវាបង្កជាហានិភ័យការទូតសន្តិភាពនិងការទូតបង្ការគឺផ្អែកទៅលើការសន្ទនាការពិគ្រោះយោបល់ការសម្រុះសម្រួលការកសាងទំនុកចិត្តនិងការគោរពច្បាប់អន្តរជាតិប្រទេសកម្ពុជាជាឧទាហរណ៍ដ៏ច្បាស់នៃការប្រើប្រាស់ការទូតសន្តិភាពដែលជាឧទាហរណ៍ដ៏សំខាន់នៅក្នុងការរក្សាសន្តិភាពក្នុងស្រុកក្នុងតំបន់ក៏ដូចជាសកលដោយផ្អែកទៅលើការគោរពច្បាប់អន្តរជាតិភាពជាដៃគូសហការជិតស្និទ្ធក្នុងអាស៊ានបាទចំណុចនេះខ្ញុំគូបញ្ជាក់ឡើងវិញថាទី1ចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យឆ្នាំ1953មកសម័យព្រះបរមកោដ្ឋចាប់តាំងពីនោះមកគឺយើងតែងគោរពគោលការណ៍ព្រំដែនមិនកែប្រែណាគោលការណ៍ព្រំដែនមិនកែប្រែដែលនេះជាគោលការណ៍ដែលចាប់សម័យកាលអាណានិគមគឺមានគោលការណ៍នឹងមួយគឺជាច្បាប់អន្តរជាតិដែលប្រទេសទាំងអស់ដែលធ្លាប់ស្ថិតក្រោមអាណាព្យាបាលអាណានិគមឲ្យជាដើមហ្នឹងគឺត្រូវមានគោលការណ៍នឹងមួយគោរពគោលការណ៍ហ្នឹងជាច្បាប់អន្តរជាតិហើយប្រទេសដែលពាក់ព័ន្ធក៏ត្រូវគោរពដែរបើមិនគោរពគោលការណ៍ហ្នឹងទេពិភពលោកគឺច្បោកច្បល់មានតែសើរើបន្ទាត់ព្រំដែនពេញសកលលោកតែម្ដងអញ្ចឹងនេះជាអ្វីដែលកម្ពុជាប្រកាន់ខ្ជាប់និងគោរពមកគោលការណ៍ព្រំដែនមិនកែប្រែសូមចាំក្មួយដែលបារាំងគេទៅសេថាគេប្រើជាភាសាបារាំងទៅទៀតអាហ្នឹងអុយទី positive បាទសំទោសអានមិនសូវត្រូវទេតែទៅមើលទៅឃើញហើយអញ្ចឹងកម្ពុជានៅប្រកាន់នឹងហើយរដ្ឋក្បែរខាងកម្ពុជាក៏បានចុះលេខាទទួលយកគោលការណ៍នឹងហើយដែរហើយបើនិយាយដោយឡែកជាមួយថៃគឺឆ្នាំ2000បានទទួលស្គាល់ម្ដងទៀតដើម្បីបញ្ជាក់គ្នាថាយើងធ្វើការពីព្រោះស្លាកស្នាមនៃបន្ទាត់ព្រំដែនជាក់ស្ដែងវាអាចមានពូ100ឆ្នាំហើយវាអាចមានបាត់ស្លាកស្នាមអញ្ចឹងត្រូវតែធ្វើឡើងវិញដើម្បីកំណត់វត្ថុធាតុគោលឲ្យច្បាស់ទៅលើបញ្ហាព្រំដែនអញ្ចឹងព្រមព្រៀងគ្នាតាហ្នឹងបាទទី2កម្ពុជាប្រកាន់យកនៅការដូចកញ្ជាក់ខាងដើមសូមជូនទៅមិត្តភ័ក្តិអន្តរជាតិថាសូមកុំបារម្ភកម្ពុជាគោរពគោលច្បាប់អន្តរជាតិគោលការណ៍ជាអន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានរួមដោយឡែក
chỉ mỗi thái cứ sự chỉ nhà và nàng xiêm nâng ở một du năm bị pòn muối đôi bàn cụ còn chạy hàng đảo chẳng cảm chuyện nghĩa rơi tranh pi nâng thì nông ca hai đấy ban trong giấy bị pro tây chỉ mất chỉ ăn trạ cà ray chỉ đám cứ mình bị ba nâng che chỉ mỗi Campuchia tê vì pro Campuchia ban và căn cô ca chắc bác đã mình pa pol nực nông cái ca ăn trạ chiết tê vì pro hai đấy ban chế vì pro cả na dương ăn miên cô chắc bác lo dương ta bậc không ai mất phe chỉ ăn trạ chiết dương nữa ta không sầm ram ruột mấy bây giờ ăn miên cô chắc bác lo thắng do panty do ai cái sao nà nấy ai ta kia sầm ram ruột mạnh bán thế dương chắc bác lo bà tí bấy khi nhóm cô mình chạy làng vinh bàn này dây hái tại nít bàn cọt sầm qua là thở cô mình chạy làng vinh thật khmiên rọt nà muối prom từ tua dọc son thì phiếp đòi ca lẹ bằng thực đầy tì xong mình chạy ai đam lụng tiêu lô xây điên cả nhà nhiều kia thì chú tì mình trời nông bài bạn này vô bài nâng son thì sọc smok smang bài đi nhầm xôm chun chỉ test nạp to luôn môi chìm nún sầm rap chỉ test nạp tiền cả tút có đôi chỉ ca thì chơi vậy nhẹ là không ăn về cảในphòng đá thả rọt tốt chỉ chìm nuôi mà đây sầm rap là dương cất thả tá rọt tốt dương thâuประกันđôi mà địch thì muối ca phồng răngสมรรถเพียบการตูนหนึ่งการเลิกกำปสถาบันวิเพียยุทธศาสตร์โดยไงนั่งbà trâu tại báo về thì ca trơn chơi cướp phía kỳ về thì ca lực tìm mua ai đầm đợt cần phía bàn phải chạy prap nhóm thằng nhóm bàn thằng này cho mình chơi cướp nên đi ca nó phơi ta chỉ mua này một phe con rắn là mỏng phải chẳng ấy nhóm thằng thế bây giờ chỉ về thì ca ăn rạ chết thua tràn tới chơi việc mình này cướp nên đi ca tới cùng tập class dương thư bài scholar chẳng xong chìm liệt chun đại cụ dưỡng con rạn phóng tha dưỡng bạc tới ba làm bấy cho mình trang tha test nạ mà khang tí đó trong khoảng đấy nữa kỳ miên test nạ đôi mà đánh nó nóng cái can rạ chiến nữa nó bây là dương sẽ đạp kế lúc chi thiệt chấu dương miên dứt xa bằng cài vậy bây giờ mình sẽ đáp anh miên dứt xa bằng cài chẳng trong này tìm mối cứ trời lơ cầm pu thà ban bị phía dứt xa nắng hai miên thiệt châu lại bàn tràn từ bàn tivi châu ruom sạ cam châu ruom ai sạ cam nong ông can đã chết có đôi chuyện làm bán cứ chia dân là cá ông cá đám bay ạ vì vót phiếp trên đại cụ nâng bằng can sầm lên bạc luôn lơ say biến phùng san là dầu bái sạ cỏ nâng trong tay bàn lược hái cứ cam bị chia dưỡng chơi rơi chậm lại năng hai bà pi ở vậy đài thọp tại cái chuối ấy lấy dương chuối kế chrum trên kế bởi tôi chỉ luôn ái biên ca rồng khan thì bật tay chật khang cả đời trong nói tí bảy ca bồng răng tập nệm nòng son thì sốc nâng sẽ được cách chỉ mùi rót chật kháng nâng rót không nằm bàn đàm bay bằng ca là cái vật cá đại ai thì nia bán son thì phiếp nâng từ xây phiếp dùng vài mà trong nói ní ai miền bật tay cám thà ý tầm rơi ao bồng răng cái vật cá sẽ được cách chỉ mùi rót các bài kháng bà ắt cây tên nào đấy nè sa thiên hạ chôn ai bớt đạp lư tất ai mình xây sờ bài chất sầm rạp nè chuyện này giống na cất là chung chuyện này giống chưa và đấy Campuchia giờ trăm Campuchia đang thấy miền Prom Đan cho ông ní chiêng bày hỏi của lỗ mạn bắt lược tao này luôn nơi kia pon năm tờ tiệt các bài kia năng chlu kia phóng pưng kia phóng à sài kia phóng tôi chỉ lấy thấy thưa cô nhiều bài ca mà tết phải lơ vô thiên năng cả đời ta môi khẩn nặng pel năng thì mình ăn chẳng nghe bà mình ăn chẳng nghe tới tại miền tây nẹn nongนี่chỉ đại hạn son thì sốc sẽ được cách bên này chỉ càngสมัยสังครีมไปเชี่ยบัดพรมแดนแต่ซาบล็อกเซงคนนี้ดึกยามานกุมเชี่ยรถปน
ตำแหน่งโฮโจลกัมพูชีสมบูรณ์แบบให้ขาดรอดตั้งปีฉะนั้นประชาชนบานปราประตะวันตะมอกขาดปนนุ่งอ่ะยังมันหลายที่ยอมยิงติดได้สมเชียสลายหมดแผลบอดเตยไทยก็นั่งบังหายในกิจประชุม GBC ขังบกนั่งโดยเฉียดจับดาวไงนั่งท่านเนี่ยก็นั่งเธอระบองไงกับไรในไอกับเพียบขึ้นนี่ให้เข้มซาโตมั้งไอเธอระบองพรมไหนเข้มซาโตมั้งเธอรังม่วงเข้มซาโตเหมือนประชาชนนะซาโตกับปุ่นดำใบกิจอารถปนนั่งอ่ะกัมพูชีมีรถปนตะกวาดเตกวาดตาตำแหน่งกวาดตารถปนโจกัมพูชีรอดไปขาดปนให้ตักกิจปนหาวิมีปัญหาแต่งกิจปนมีปัญหาแต่งสวัสดิภาพในการปราบปรามจังบอกมีระบองไอ้ตุบกิจปนทางมารชนะเธอต้องอ้อเธอใบหอยกะโลน้องเป๊ะละไอ้กับเพียงคนนี้แมนเธอทำตอนไอ้กับเพียงไปเธอแต่ก็เธอแต่กอดเมียนลอยยังเธอแต่ดังถ้ากอดเมียนลอยเชียงกัมพูชีก็เธอแต่มาเธอแต่ให้สาธิตจุนยมสมจิมเรียบได้สมเชียร์สายจะล้อมสาธิตจุนพวกอันบานลายได้ไงนั้นมาองสักขาการยังเป็นนี้คือกรมชนชาตินังกอดเฟอร์ตั้งแต่เฟอร์สอบฉบับอันตรจีนตามพรมแดนสิทธิสัญญาออมหายมีการปลอมเปลี่ยนปีรัฐบาลกัมพูชีพ่องกรมเฟอร์แบบมันปลอมเปลี่ยนขึ้นนี่ให้มันแยกกระสดับอีกเลยนั่งตีบุญปุ่งเร่งปุ่งริกกิจบัตรกาจีมวยมันดาร้อนสมาชิกองค์การนับบันนั่งองค์การสัมพันธ์ที่พรำการปราอำนาจต้นซอฟต์พาวเวอร์ตามใบเลิกตัวสิทธิมนุษย์ว่าปทอสันติภาพจีอุปกรณ์ได้บังการอธิปลบังการอธิปลวิจมีนที่ประมวยการบังการเวทีการนังยนต์การซับไซสันติภาพจีบรรทอมันต้อมดำใบปุ่งริกปุ่งเร่งการยกโยลคณีนังการจื้อแจคณีขนมนำบอลมาเปียสันติภาพนี้ปีมนเมาส์หาโดยเกเนี่ยมันเสื่อสบายเช็ดนังการมาชีพระเต็งขบกระไลแต่ตีขนมไอ้นักเนี่ยมันจะขังขนาดเลยแต่แล้วกิโยชบ้าอัมพีทำลายทอมาชีนังชื่อสันติภาพต้องชราเจียงมุนให้ก็ซาโตจะมวยรัฐาบิบาลบอกการไปชีได้ดาวโลกโดนัลด์ทรัมป์ก่อนลามาทั้งกวดคือเชียpeace president ว่าให้เนี่ยคลาสมานกวดนี่ยัยประชากวดปรังแปรงเปิดประกอบยังเท่าแต่กวดสมควรใบวิจิมินสังเกตบานเต้พนมเปญเนี่ยสองสายสับชนำปนนั้นอ่ะแต่ผมมีสังเกตปนังพรามในตียัยดีให้ก่อสร้างเป็นเตอร์กับลาสตวอร์เตียนผู้สปีพูดอะไรเหมือนโดยบนนี่นะจังพรามตีติ๊กก็เมียนมาคายติ๊กก็เมียนเด็กยมใหญ่ข้างดาวน่ะถ้าเนี่ยตาเมียนธนาคารในประเทศหน้าหรือประเทศหน้าได้สกจัดกัดได้โดสันติภาพถ้าบัดได้ยังสลายสันติภาพอะไรต่อสู้ดาวดำหนักกาจงคราวกาปีอัธปไตยโบนักเพียบด้านใดจังน้องไอ้วิกติให้จังไทยกับอักติบ่อักติก็ไม่เยอะได้ยังหายมันกาปีอะไรนั่งจำยัย prevent สังครีมการตบตลสังครีมมาบังการบ่าน่ะตีบัมเปิลบังการสมรรถภาพกรุบกรองปอร์เมียนนังกิจวัตรกาชิมวยสถาบันปอร์เมียนอันระเจียดท่อมระบายนี่เจียยนกาธรรมตายึงนี่เจียธาขังกราวอีกทีก็มันแต่สำคัญนะจนกาปอร์เมียนนี่บ่นใหญ่ปีกราบขันปฏิกรรมชี้หาโดยสื่อโยลปีต่ำไหลต่างๆแล้วโดยจีโยลไลให้ปอร์เมียนนี่วีปลายปลูเลื่อนระฮะทำเชียสเตอร์ตามก่อนที่เส้นเปลได้แหละไปใช้เชียดิจิทัลใจเชียตามมาก่อนสมาร์ทโฟนนั้น
កម្ពុជាទៅតែតាមមិនតាន់បាទឥឡូវចូលដល់ AI អីទៀតបាទតែតាមមិនតាន់លងនៅក្នុងសមុទ្របច្ចេកវិទ្យាហ្នឹងអត់បានទេបាទគ្រោះថ្នាក់អាគេខុសគេសគេនិយាយត្រូវអន្តរជាតិជឿមិត្តភ័ក្តិអន្តរជាតិជឿតែអ្នកខាងខុសយ៉ាងទៅទីហោចឹងអ្វីដែលជាកំហុសមិនមែនគេខុសទេយើងខ្លួនឯងវាខុសវាយឺតអាហ្នឹងចឹងកុំឲ្យខុសទៀតវេទិកានេះមិនត្រឹមតែជាការជួបជុំគ្នាក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវអ្នកការទូតប៉ុណ្ណោះទេប៉ុន្តែជាវេទិកាដែលបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិក្នុងនាមជារដ្ឋតូចដែលប្រើការទូតសន្តិភាពនិងការទូតបង្ការជាឧទាហរណ៍ដើម្បីរក្សាសន្តិភាពស្ថិរភាពសុភមង្គលមនុស្សជាតិទាំងមូលខ្ញុំជឿជាក់ថាការពិភាក្សានានាថ្ងៃនេះនឹងផ្ដល់ចំណេះដឹងថ្មីនិងគំនិតដែលអាចអនុវត្តបានសម្រាប់រៀបចំគោលនយោបាយការបរទេសរបស់រដ្ឋតូចៗឲ្យកាន់តែប្រសើរដើម្បីចូលរួមចំណែកកសាងសន្តិភាពបង្កើនកិច្ចវត្តការនិងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់និងសកលនិងដើម្បីលើកស្ទួយគុណតម្លៃមនុស្សជាតិបង្កើនសុខដុមនីយកម្មសកលខ្ញុំសូមថ្លែងអំណរគុណគណៈវាគ្មិនអន្តរជាតិដែលបានចំណាយពេលវេលារៀបចំធ្វើបទបង្ហាញអរគុណគណៈកម្មការរៀបចំវេទិកាក៏ដូចជាដៃគូរបស់វិទ្យាឋានដំណាក់ដំណជាតិគឺមូលនិធិ Konrad Adenauer ដែលតែងតែបន្តជ្រោមជ្រែងទៅលើការរៀបចំវេទិកានេះជារៀងដរាបមកសូមថ្លែងអំណរគុណអ្នកចូលរួមឯកឧត្តមបណ្ឌិតទ្វាចារលោកជំទាវលោកស្រីនាងកញ្ញាអង្គទូតជាតិអន្តរជាតិប្រទេសជាមិត្តទាំងអស់ដែលបានចូលរួមในឱកាសនេះជាបញ្ចប់ខ្ញុំសូមជូនពរគណៈវាគ្មិនអ្នកសម្របសម្រួលឯកឧត្តមបណ្ឌិតទ្វាចារលោកស្រីនាងកញ្ញាសិស្សនិស្សិតមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចប្រកបដោយសុភមង្គលខ្ញុំសូមប្រកាសបើកវេទិកាតំណែងអន្តរជាតិលើកទី4ស្ដីពីគោលនយោបាយការបរទេសរបស់រដ្ឋតូចការទូតសន្តិភាពនិងការទូតបង្ការចាប់ពេលនេះតទៅសូមអរគុណ